យក20 ដុល្លារនេះក៏ Dead មិនអត់ស្គាល់ Dead មិនស្គាល់បង អូខេតោះ Let's go អូខេមិនដែរអូនគាត់សង្ហែអត់ យ៉ាបងឈ្មោះគាត់ចាប់អារម្មណ៍ឡៃឈ្មោះ អីទៀត and សក់គាត់យ៉ា អូខេចឹងមានន័យថាពេញចិត្តទេ យ៉ា អូខេwhat do you like about her She looks stunning. 10 out of 10. I really like her face. Yeah, she speaks very good English. Nice hair, good style. Yeah. អូយសរសើរច្រើនមែនតើគាត់ថាឲ្យបន្ទូ10 លើ 10ហ្មងអ្នកនរគ្នាហើយសំខាន់គឺគាត់ពេញចិត្តហ្មង Do you like her A little bit, yeah. Okay I have to see after the date. អូខេឥឡូវសំដៅចុងក្រោយគឺ Dead ឬក៏អត់ I ខាងបងនិយាយមុន You can tell me first I'm 18, sorry. I'll take the $20. That's all right, guys. $20. That's all right, guys. $20. What's this guy all about? There's nothing you meant. ហេឡៃនេះខ្ញុំចង់បញ្ចូលអ្នកទាំងអស់គ្នាតតងជាមួយនឹងបារាំងដែលគាត់ដើរចេញថានៅក្នុងការលេងរបស់យើង$20ឬក៏ដែលឬអត់ឲ្យអាទិភាពទៅលើមនុស្សដែលខ្ញុំសួរដំបូងតែអ្នកគ្នាតែងតែឆ្ងល់សួរថាហេតុអីបើខ្ញុំតែងតែសួរមនុស្សស្រីមុនថាសួរថាដែលឬអត់តែ challenge របស់យើងគឺយើងសួរអ្នកណាមុនអ្នកនឹងមានសក្តិភាពឆ្លើយថាដែលឬក៏សិនជាអូនស្រីនឹងគាត់អត់យកថាដែលពីដំបូងគឺគាត់នឹងបាន$20អញ្ចឹងមានថាបុគ្គលដែលចូលមកលេងទី2ហ្នឹងគឺអត់បានលុយទេបានតែម្នាក់ដែលខ្ញុំសួរដំបូងគេទេបារាំងនេះគឺខូចចង់បំបាក់មុខម្នាក់ស្រីហ្នឹងហើយចង់បានលុយពេលហ្នឹងខ្ញុំក៏បានប្រាប់គាត់ថាជាក់ថាអ្នកឯងយកអត់ដែលអ្នកឯងអត់បានលុយទេព្រោះអីគឺយើងឲ្យអត្ថភាពអ្នកដែលយើងសួរដំបូងគេក៏ចង់ក្រោយគាត់ខឹងក៏គាត់ឲ្យមេដៃឲ្យដើរចេញទៅអូខេអញ្ចឹងអ្នកទាំងអស់គ្នាបានឃើញហើយគឺគាត់លេងសើចជាមួយនឹងអូនស្រីហើយឥឡូវហ្នឹងគឺយ៉ាសំណាងហើយដែលគាត់អត់ឆ្លើយថា date ប៉ុន្តែគាត់ថាចេះឲ្យខាងប្រុសឆ្លើយ date មុនហើយអូខេអញ្ចឹងអត់អីទេគាត់ស្អាតគឺគាត់នៅតែមានចង់បានអញ្ចឹងប៉ុន្តែសម្រាប់ខ្ញុំគឺឲ្យគាត់10 លើ 10មកអ្នកនរគ្នាអូខេទោះបីជាបារាំងដើរចេញក៏អត់ជាបញ្ហាដែរសំខាន់គឺខ្ញុំមានកាដូជូនគាត់អត់សង្សារអត់ខ្វល់ទេអូខេអញ្ចឹងយើងមានជាមួយសាប៊ូកក់សក់មួយឈុតស្គាល់ហ៎ស្គាល់បងសាប៊ូឡាណូអូខេអញ្ចឹងថ្ងៃហ្នឹងអត់ខាតទេអត់បាន date តែបានសាប៊ូកក់សក់អូខេអញ្ចឹងជួបមួយឈុតព្រោះសក់នេះល្អខ្លាំងមែនតើគាត់មានបញ្ហាសក់ខូចសក់ឆេះសក់បែកចង់ឬក៏អាសាលេងពណ៌សក់ឬក៏គៀបសក់ច្រើនធានាថាប្រើតាម3ថ្ងៃទៅមួយអាទិត្យគឺសក់របស់យើងគឺល្អខ្លាំងមែនតើអត់ទៅបានពី page Lano ហើយគេកម្ពុជាហើយរដ្ឋបាលរបស់ប្រទេសបារាំងអូខេអរគុណ